ប្រភពព័ត៌មានចេញពីក្រសួងការពារជាតិថ្ងៃទី13ខែធ្នូឆ្នាំ2025កងទាហានថៃកំពុងប្រើប្រាស់យន្តហោះចម្បាំង F16 ចំនួន2គ្រឿងទម្លាក់គ្រាប់បែកចំនួន7គ្រាប់នៅពេលព្រឹកព្រលឹមភ្លាមតែម្ដងនៅភូមិសាស្ត្រឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់គោលដៅដូចខាងក្រោមម៉ោង 5:50 នាទីយោធាថៃបានបាញ់កំទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្ត្រថ្មដាចំនួន1គ្រាប់ម៉ោង 5:55 នាទីយោធាថៃបាញ់កំទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្ត្រថ្មដាមួយគ្រាប់ទៀតម៉ោង 6:02 នាទីយោធាថៃបាញ់កំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់ម៉ោង 6:07 នាទីយោធាថៃបាញ់កំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់ទៀតម៉ោង 6:12 នាទីយោធាថៃបាញ់កំទេចគោលដៅស្ពានជ័យជំនះស្ពានចាស់ចំនួន1គ្រាប់ទៀតយន្តហោះយោធាថៃនៅបន្តមិនទាន់បញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេ